អត្ថបទវិភាគចៅព្រៃថៃខ្លាចបំផុតគឺនៅពេលខ្មែរពូកែតបអាកាសនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការប្រយុទ្ធគ្នាចាប់ពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025ទ័ពខ្មែរខ្លាំងផ្នែកថ្មើរជើងដែលធ្វើឲ្យពួកយោធាថៃពិបាករុលចូលខ្លាំងដូច្នេះហើយថៃគិតថាបើបន្តវាយតាមផ្លូវគោកទៀតគឺទ័ពថៃងាប់ច្រើនហើយបរាជ័យទាំងស្រុងដូច្នេះហើយថៃបានប្រើមធ្យោបាយថ្មីគឺវាយសម្រុកទាំងទ័ពអាកាសនិងទ័ពថ្មើរជើងទើបបណ្ដាលឲ្យទាហានថៃបានគ្រប់គ្រង14ទីតាំងខាងលើនេះប៉ុន្តែអំឡុងពេលនៃការប្រយុទ្ធគ្នានេះកម្ពុជាយើងជាទាហានអង្អាចមិនទាន់ប្រើប្រាស់ទ័ពអាកាសឬយន្តហោះតបតជាមួយថៃនៅឡើយបើខ្មែរតបតថៃប្រកាសជាបាក់ស្បាតនាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយតំណាងអង្គការសហប្រជាជាតិលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតថ្លែងប្រាប់លោកស្រីវ្លាដានកាអាន់ទ្រីវ៉ាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាអំពីការវិវត្តថ្មីនៃស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃគណៈ UN ចង់ឃើញថៃនិងកម្ពុជាដោះស្រាយជម្លោះដោយសន្តិវិធីក្នុងជំនួបនៅថ្ងៃទី2មីនានេះលោកហ៊ុនម៉ាណែតថ្លែងថាកម្ពុជាមានជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិអនុសញ្ញាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរលោកហ៊ុនម៉ាណែតទើបត្រឡប់ពីទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីចូលរួមក្រុមប្រឹក្សាសន្តិភាពនិងបានជួបជាមួយថ្នាក់ដឹកនាំនៃអង្គការសហប្រជាជាតិរួមមានលោកអាន់តូនីហ្គូតេរ៉េសអគ្គលេខាធិការអង្គការសហប្រជាជាតិលោកស្រីអាន់ណាលីណាបែកបុកប្រធានសម័យប្រជុំលើកទី80នៃមហាសន្និបាតអង្គការសហប្រជាជាតិនិងលោក Volker Turk ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងជំនុំនេះលោកស្រីអាន់ទ្រីវ៉ាក៏បានថ្លែងថាអង្គការសហប្រជាជាតិចង់ឃើញប្រទេសកម្ពុជានិងថៃដោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធីដោយគោរពតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិលោកស្រីអាន់ទ្រីវ៉ាទើបតែត្រូវបានតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីនេះប៉ុន្តែលោកស្រីធ្លាប់បម្រើការនៅទីភ្នាក់ងាររបស់ UN ជាច្រើនឆ្នាំមកហើយនៅកម្ពុជាលោកស្រីថ្លែងអំណរគុណដល់កម្ពុជាសម្រាប់បេសកកម្ម20ឆ្នាំរបស់កម្ពុជានៅក្នុងបេសកកម្មរក្សាសន្តិភាពពិភពលោកតាមរយៈការបន្តបញ្ជូនកងទ័ពមួកឃីវទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅឆ័ត្រក្រោមអង្គការសហប្រជាជាតិលោកស្រីថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅក្រៅជំនួបនេះថាខ្ញុំបានសម្ដែងនៅការកោតសរសើរដោយស្មោះចំពោះការបដិញ្ញាចិត្តដ៏មុតមមរបស់កម្ពុជាក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខសកលកម្ពុជាបានវិវត្តខ្លួនពីប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិមកជាសសរស្តម្ភនៃសន្តិសុខសកលវិញឆ្នាំនេះគឺជាខួបលើកទី20នៃការចូលរួមរបស់កម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ2006មកកម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង 10,000 នាក់ក្នុងនោះមានស្ត្រីជាង 900 នាក់ទៅកាន់បេសកកម្មតាមបណ្ដាប្រទេសនានាលោកស្រីថា
បានលើកឡើងពីកិច្ចសហការល្អរវាងស្ថាប័ននានារបស់កម្ពុជាជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាហើយអង្គការសហប្រជាជាតិនឹងបន្តជួយដល់កម្ពុជាបន្តទៀតដោយជាការបង្កើតការងារការបង្កើនជំនាញបន្ថែម upskilling ការកសាងមូលធនមនុស្សជាដើមលោកស្រីថ្លែងថាអង្គការសហប្រជាជាតិបដិញ្ញាចិត្តយ៉ាងពេញទំហឹងចំពោះជំពូកថ្មីរបស់កម្ពុជាខណៈពេលដែលប្រទេសជាតិកំពុងត្រៀមខ្លួនចាកចេញពីស្ថានភាពប្រទេសដែលមានការអភិវឌ្ឍតិចតួច LDC ខ្ញុំបានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរបស់គ្រួសារអង្គការសហប្រជាជាតិក្នុងការផ្ដល់ជំនួយបច្ចេកទេសដែលចាំបាច់ដើម្បីសម្រេចបាននូវសមិទ្ធផលនេះដោយធានាថាគ្មានសហគមន៍ណាមួយពិសេសគឺសហគមន៍ដែលរងផលប៉ះពាល់ដោយចំនួនព្រំដែននៅពេលថ្មីៗនេះត្រូវបានបោះបង់ចោលនោះឡើយនគរសង្ក្រាន្តរំលែកអត្តសញ្ញាណជាតិកាន់តែពិសេសពង្រឹងសាមគ្គីភាពជំរុញកំណើនសេដ្ឋកិច្ចភ្នំពេញរាជធានីភ្នំពេញក្រុងនឹងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តរយៈពេល6ថ្ងៃចាប់ពីថ្ងៃទី14ដល់ថ្ងៃទី19ខែមេសាឆ្នាំ2026ខាងមុខនេះដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអត្តសក្នស្ថានភាពតាមបណ្ដោយព្រំដែននៅតែផុយស្រួយនិងមានប្រជាពលរដ្ឋជិត 70000 នាក់មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញលោកហ៊ុនម៉ាណីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងថាការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីមិនត្រឹមតែជាការអបអរសាទរទំនៀមទម្លាប់ប្រពៃណីប៉ុណ្ណោះទេប៉ុន្តែវាជាការពង្រឹងអត្តសញ្ញាណជាតិជាពិសេសក្នុងពេលដែលមានការឈ្លានពានហើយក៏ជាការប្រើឱកាសនេះដើម្បីផ្សារភ្ជាប់និងពង្រឹងស្មារតីមហាគ្រួសារខ្មែរក៏ដូចជាការរួមចំណែកផ្នែកស្ទួយសេដ្ឋកិច្ចថ្លែងក្នុងជំនួបពិភាក្សាគម្រោងរៀបចំព្រឹត្តិការណ៍នេះជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាននិងស្ថាប័នផ្សព្វផ្សាយឯកជនកាលពីថ្ងៃទី2ខែមីនាឆ្នាំ2026លោកហ៊ុនម៉ាណីបានលើកឡើងថាស្ថានភាពស្រុកទេសនៅតែមានភាពផុយស្រួយបើទោះបីមានបទឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូកន្លងមកក៏ដោយលោកបានឲ្យដឹងថាសំណួរដែលសង្គមលើកឡើងគឺតើអាចរៀបចំពិធីអបអរបានដែរឬទេក្នុងស្ថានភាពបែបនេះលោកបានថ្លែងថាភាពខុសគ្នារវាងឆ្នាំមុននិងពេលវេលាមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខគឺរឿងស្ថានភាពនៃការឈ្លានពាននេះហើយទោះបីជាមានបទឈប់បាញ់ថ្ងៃទី27ខែធ្នូយ៉ាងណាក៏ដោយក៏ស្ថានភាពនៅតែផុយស្រួយកងកម្លាំងប្រដាប់អាវុធកងកម្លាំងយោធានិងកងកម្លាំងផ្សេងរួមទាំងបងប្អូនប្រជាពលរដ្ឋប្រមាណជិត 70000 នាក់មិនទាន់បានវិលត្រឡប់ទៅផ្ទះវិញតែយើងអាចរៀបចំកម្មវិធីសប្បាយបានដែរឬទេលោកម៉ាណីបានបន្តថាអ្នកមួយចំនួនលើកឡើងថាតើយើងសប្បាយបានអត់ក្នុងស្ថានភាពស្រុកទេសបែបនេះហើយអ្នកមួយចំនួនទៀតនិយាយថាខ្ញុំមិនភ្លេចជនភៀសសឹកខ្ញុំមិនភ្លេចកងកម្លាំងប្រដាប់អាវុធនៅជួរមុខទេតែក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងការជួបជុំគ្នានៅតាមស្រុកកំណើតកំសាន្តនៅទីវត្តអារាមក៏ជាឱកាសជួបជុំផងដែរដោយមិនបញ្ជាក់ច្បាស់ថានឹងរៀបចំកម្មវិធីអបអរឆ្នាំថ្មីលោកម៉ាណីបានថ្លែងថាប្រជាពលរដ្ឋត្រូវរស់ជាមួយស្ថានភាពបច្ចុប្បន្នដែលលោកបានលើកយកលទ្ធផលនៃការបោះឆ្នោតនាយករដ្ឋមន្ត្រីក្នុងខែកុម្ភៈរបស់ប្រទេសជិតខាងរូបណាដែលនឹងមកកាន់តំណែងបន្តទៀតចាប់ពីថ្ងៃទី28ខែឧសភាឆ្នាំ2025ដល់បច្ចុប្បន្នវាមានរយៈពេលជិត1ឆ្នាំកម្ពុជាចង់បានស្ថានភាពមួយដែលវិលទៅដូចដើមប៉ុន្តែបញ្ហានៅតែត្រូវបន្តដោះស្រាយវាជាការចូលរួមផ្សព្វផ្សាយប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសនិងក្រៅប្រទេសដែលការរៀបចំចូលឆ្នាំខ្មែរនាពេលខាងមុខ
មិនមែនជាការសប្បាយភ្លេចខ្លួនក្នុងស្ថានភាពប្រទេសជាតិយ៉ាងណានោះទេប៉ុន្តែវាជាការអបអរសាទរអត្តសញ្ញាណជាតិពង្រឹងស្មារតីរួបរวมជាតិក្នុងនាមមហាគ្រួសារខ្មែរជួយសេដ្ឋកិច្ចផងនិងស្មារតីគិតគូរដល់វីរៈកងទ័ពលោកបានលើកឡើងថាគណៈប្រព័ន្ធផ្សព្វផ្សាយបង្ហាញពីការសប្បាយអបអរពិធីបុណ្យចូលឆ្នាំថ្មីពួកគេមិនភ្លេចស្ថានភាពនៅព្រំដែនដែរប្រជាពលរដ្ឋដែលរៀបចំកម្មវិធីអបអរឆ្នាំថ្មីនឹងមិនភ្លេចវីរៈកងទ័ពជួរមុខនិងមិនភ្លេចជនភៀសសឹករាប់ម៉ឺននាក់ដែលមិនទាន់បានត្រឡប់ទៅផ្ទះវិញនោះទេលោកម៉ានីបានបញ្ជាក់ថាឆ្នាំនេះលើសពីពេលណាទាំងអស់ត្រូវតែរំលេចនៅអត្តសញ្ញាណជាតិមិនមែនគិតតែសប្បាយទេតែជាការពង្រឹងនៃអត្តសញ្ញាណជាតិនិងមោទនភាពជាតិដែលមានលក្ខណៈពិសេសលើសពីប្រទេសដទៃលើសកលលោករំពឹងថានាយករដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏ដូចជាក្រសួងព័ត៌មាននឹងមានការណែនាំដើម្បីធ្វើយ៉ាងណាដោយមិនចោលទំនៀមទម្លាប់ប្រពៃណីជាតិនិងការចូលរួមចំណែកសេដ្ឋកិច្ចដោយមិនភ្លេចកងកម្លាំងជួរមុខនិងពលរដ្ឋភៀសសឹកនោះទេលោកបន្តលើកពីអត្ថប្រយោជន៍នៃការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីថាបើមានពលរដ្ឋនិងជនបរទេសដើរលេងក្នុងឱកាសនេះរាប់លាននាក់គណៈបន្តការខិតខំប្រឹងប្រែងផ្សព្វផ្សាយទេសចរបរទេសមិនចាំបាច់ត្រូវសួរនរណាផ្សេងថាតើមកលេងកម្ពុជាមានសុវត្ថិភាពឬអត់នោះទេដោយលើកឡើងពីការប៉ុនប៉ងលាបពណ៌អាក្រក់ថាបើមកលេងស្រុកខ្មែរវាមិនមានសុវត្ថិភាពនោះទេលោកបានបន្តអះអាងថាការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនឹងផ្ដោតលើការថែរក្សាវប្បធម៌ទំនៀមទម្លាប់និងប្រពៃណីដូនតាជាមួយនឹងសារៈសំខាន់ថាប្រជាពលរដ្ឋនិងសារព័ត៌មានមិនត្រូវភ្លេចវីរៈកងទ័ពជួរមុខនិងពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបានឡើយលោកសុខសប្បាយណាប្រធានក្រុមការងារប្រតិបត្តិនិងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសសយកបានឲ្យដឹងថាព្រឹត្តិការណ៍នេះនៅស្ថិតក្នុងដំណាក់កាលគម្រោងប៉ុន្តែក្រុងនឹងរៀបចំនៅទីតាំងសំខាន់ជាច្រើនរួមមានបរិវេណវត្តភ្នំផ្លូវថ្មើរជើងចតុមុខសួនច្បារចាប់ពីវឌ្ឍន Capital Lifestyle ដល់ផ្សាររាត្រីបរិវេណវត្តបទុមវតីតំបន់ម៉ាសាក់ឡែននិងផ្សារទួលទំពូងតាមការបញ្ជាក់កម្មវិធីនឹងរួមមានភូមិវប្បធម៌ល្បែងប្រជាប្រិយរបាំបុរាណក្បាច់គុនខ្មែរការប្រកួតអុកចក្រង់និងអុកជាពិធីដង្ហែព្រះពុទ្ធបដិមាស្រង់ព្រះដង្ហែក្បួននគរសង្ក្រាន្តនិងទាញព្រ័ត្រមិត្តភាពជាដើមគណៈតំបន់ខ្លះនឹងរៀបចំតំបន់ត្រចៀកចិត្តការប្រគំតន្ត្រីនិងតំបន់ពាណិជ្ជកម្មព្រឹត្តិការណ៍នេះនឹងមានកម្មវិធីផ្សារភ្ជាប់ដោយផ្ទាល់ទៅកាន់វីរៈកងទ័ពនិងជនភៀសសឹករួមមានការចែករំលែកប្រាក់ចំណេញពីការលក់ mascot និងផ្នែកមួយនៃចំណូលពីស្តង់ជូនដល់បងប្អូនភៀសសឹកការដឹកនាំចលនា10000ក្រមាជានិមិត្តរូបនៃក្តីស្រឡាញ់ពីមហាជនការផ្ញើប័ណ្ណជូនពរនិងក្តីនឹករលឹកទៅកាន់ជួរមុខក៏ដូចជាការរៀបចំវេចអន្សមដុតក្រឡាននិងអំបុកផ្ញើជូនកងកម្លាំងការពារបូរណភាពទឹកដីលើពីនេះនឹងមានការសម្ដែងសិល្បៈបង្ហាញពីវីរភាពកងកម្លាំងជួរមុខការរៀបចំពិធីជួបជុំអបអរចូលឆ្នាំនៅតាមជំរំជនភៀសសឹកនិងការតាំងបង្ហាញស្នាដៃសិល្បៈបំផុសស្មារតីសន្តិភាពនិងការនឹករលឹកដល់វីរៈយុទ្ធជនលោកណេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថានគរសង្ក្រាន្តមិនមែនជាព្រឹត្តិការណ៍កម្សាន្តធម្មតាទេប៉ុន្តែជាវេទិកាបង្ហាញអត្តសញ្ញាណជាតិការរួបរวมរបស់យុវជននិងភាពរស់រវើករបស់រាជធានីភ្នំពេញលោកក៏បានលើកឡើងពីតួនាទីសារព័ត៌មានក្នុងការផ្សព្វផ្សាយស្ថានភាពពិតនៅព្រំដែននិងបង្ហាញសម្លេងកម្ពុជាលើឆាកអន្តរជាតិ
លោកហ៊ុនម៉ាណីក៏បានកោតសរសើរដល់ក្រសួងព័ត៌មាននិងបណ្ដាសារព័ត៌មានដែលបានចូលរួមផ្សព្វផ្សាយអំពីស្ថានភាពសង្គ្រាមឈ្លានពាននិងទាមទារយុត្តិធម៌លើឆាកអន្តរជាតិដោយលើកឡើងពីបេសកកម្មនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក្នុងការបង្ហាញជំហរកម្ពុជាតាមរយៈសម្ភាសជាមួយសារព័ត៌មានអន្តរជាតិធំៗក្នុងបរិបទនេះការរៀបចំនគរសង្ក្រាន្តត្រូវបានមើលឃើញថាជាសារនយោបាយវប្បធម៌មួយបញ្ជាក់ថាកម្ពុជានៅតែរក្សាប្រពៃណីអត្តសញ្ញាណនិងស្មារតីរួបរวมជាតិទោះបីស្ថានភាពនៅតែប្រឈមមុខនឹងបញ្ហាជាមួយគ្នានេះការរៀបចំព្រឹត្តិការណ៍ក៏ត្រូវបានរំពឹងថានឹងជួយជំរុញចលនាទេសចរនិងសេដ្ឋកិច្ចជាតិគណៈផ្ញើសារច្បាស់ថាកម្ពុជាមិនភ្លេចវីរៈកងទ័ពជួរមុខនិងបងប្អូនជនភៀសសឹករាប់ម៉ឺននាក់នោះឡើយលោកហ៊ុនម៉ាណីបានបន្តលើកពីអត្ថប្រយោជន៍នៃការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីថាបើមានពលរដ្ឋនិងជនបរទេសដើរលេងក្នុងឱកាសនេះរាប់លាននាក់គណៈបន្តការខិតខំប្រឹងប្រែងផ្សព្វផ្សាយទេសចរបរទេសមិនចាំបាច់ត្រូវសួរនរណាផ្សេងថាតើមកលេងកម្ពុជាមានសុវត្ថិភាពឬអត់នោះទេដោយលើកឡើងពីការប៉ុនប៉ងលាបពណ៌អាក្រក់ថាបើមកលេងស្រុកខ្មែរវាមិនមានសុវត្ថិភាពនោះទេអគ្គលេខាធិការអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំងរំលែកការលំបាកជាមួយជនភៀសសឹកកម្ពុជាលោកស្រី Louise Mosiki Rabo អគ្គលេខាធិការអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំងបានចុះស្វែងយល់អំពីទុក្ខលំបាករបស់ជនភៀសសឹកកម្ពុជានៅឃុំក្រឡាញ់ស្រុកក្រឡាញ់ខេត្តសៀមរាបដែលមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបានការចុះសួរសុខទុក្ខនេះធ្វើឡើងនៅវត្តធម្មរាំងសីក្នុងស្រុកក្រឡាញ់ដែលនៅទីនោះមានជនភៀសសឹក414គ្រួសារស្មើនឹង1395នាក់គិតត្រឹមថ្ងៃទី2ខែមីនានេះបើតាមតួលេខរបស់រដ្ឋបាលខេត្តសៀមរាបលោកស្រី Louise Mosiki Rabo កំពុងបំពេញទស្សនកិច្ចនៅកម្ពុជាមុនពេលកម្ពុជារៀបចំកិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំងនៅខែវិច្ឆិកាឆ្នាំ2026ខាងមុខនេះថ្លែងនៅជំរុំភាសឹកលោកស្រីបានលើកឡើងថាអង្គការរបស់លោកស្រីដែលមានស្នាក់ការនៅប្រទេសបារាំងបានដឹងពីស្ថានភាពនៅកម្ពុជាលោកស្រីផ្ទាល់ក៏យល់ច្បាស់ពីការលំបាកនេះដោយសារលោកស្រីបានឆ្លងកាត់ការភៀសខ្លួនដូចគ្នាដែរនៅក្នុងប្រទេសវ៉ាន់ដារបស់លោកស្រីលោកស្រីថ្លែងថាខ្ញុំយល់ពីអារម្មណ៍របស់អ្នកទាំងអស់គ្នាដោយសារខ្ញុំជាអ្នកធ្លាប់ឆ្លងកាត់ការលំបាកបែបនេះក្នុងនាមខ្ញុំធ្លាប់ជាជនរងគ្រោះនិងធ្លាប់បានធ្វើបម្លាស់ទីនៅឆ្នាំ1960គឺបានបំលាស់ទីមកនៅទីក្រុងជាមួយគ្រួសារដ៏ធំខ្ញុំបានឆ្លងកាត់ដូច្នេះខ្ញុំសូមសម្ដែងសាមគ្គីភាពជាមួយអ្នកទាំងអស់គ្នាក្នុងនាមប្រទេសសមាជិកដែលនិយាយភាសាបារាំងលោកស្រីបន្តថាខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នាឆ្លងកាត់ការលំបាកនេះបានឆាប់បំផុតនិងសង្ឃឹមថានឹងមានដំណោះស្រាយឆាប់ៗដើម្បីអ្នកទាំងអស់គ្នាបានរស់នៅតាមធម្មតាវិញរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោកប្រាក់សុខុនដែលរួមដំណើរជាមួយលោកស្រី Louise Mosiki Rabo បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាកំពុងស្វែងរកដំណោះស្រាយដោយសន្តិវិធីនៅក្នុងខេត្តសៀមរាបទាំងមូលមានជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅផ្ទះវិញចំនួន4237គ្រួសារស្មើនឹង134,451នាក់ក្នុងចំណោមនោះមានជាង 8,000 នាក់បានស្នាក់នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំចំណែកជាង 5,000 នាក់ផ្សេងទៀតស្នាក់នៅជាមួយគ្រួសារដែលជាសាច់ញាតិបាននិយាយពីចំនួនមរណភាពវិញខេត្តសៀមរាបមានយោធិនពលីចំនួន15នាក់
និងនគរបាលការពារព្រំដែនមួយនាក់នៅក្នុងការឈ្លានពានរបស់យោធាថៃលើកទី2ក្រៅពីនេះជនស៊ីវិលភៀសសឹកមកពីខេត្តផ្សេងដែលបានមកកាន់ខេត្តសៀមរាបបានស្លាប់ចំនួន20នាក់នេះបើតាមរដ្ឋបាលខេត្តលោកគិនភៀប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបាននិយាយថាប្រទេសជាច្រើនបានទទួលស្គាល់ថាកម្ពុជាពិតជាបានរងគ្រោះពីការឈ្លានពានរបស់ប្រទេសថៃលោកបន្តថាដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការនិយាយភាសាបារាំងមានសារៈសំខាន់ក្នុងការយល់កាន់តែច្បាស់អំពីស្ថានភាពជាក់ស្ដែងនៃការឈ្លានពានរបស់ថៃទោះបីជាស្ថាប័នដ៏ធំមួយនេះមិនមែនជាផ្នែកមួយរបស់អង្គការសហប្រជាជាតិក៏ដោយលោកថ្លែងថាជនភេសជ្ជទាំងអស់នៅសល់រាប់ម៉ឺននាក់គឺជាផលវិបាកនៃការឈ្លានពានរបស់ថៃដែលដាក់បណ្ដាលូកទូកងតណហុំព័ទ្ធយកភូមិឋានស្រែចម្ការរបស់ពួកគាត់ធ្វើឲ្យពួកគាត់មិនអាចវិលត្រឡប់ទៅភូមិឋានវិញបានសកម្មភាពឯកតោរបស់ភាគីរបស់យោធាថៃធ្វើឡើងក្រោយបទឆុបបាញ់ចូលជាធរមានលោកគិនភៀថ្លែងថាតាមរយៈការស្វែងយល់តថភាពជាក់ស្ដែងនេះលោករំពឹងថានឹងមានការវិតម្លៃដោយឈលលើការពិតដោយដែលអន្តរជាតិបានមកឃើញផ្ទាល់ភ្នែកលោកបន្តថាប្រទេសរាប់សិបដែលជាសមាជិករបស់អង្គការនេះនឹងបានលើសំឡេងហៅរកយុត្តិធម៌ការពិតនិងសន្តិភាពពីកម្ពុជាពីជនភៀសជ្ជខ្មែររាប់ម៉ឺននាក់យោងតាមក្រសួងមហាផ្ទៃគិតត្រឹមថ្ងៃទី2ខែមីនានៅពេលនៅមានពលរដ្ឋភៀសជ្ជជិត 50,000 នាក់ទៀតដែលមិនអាចត្រឡប់ទៅភូមិឋានវិញបានដោយសារតែការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃក៏ដូចជាការរស់នៅក្នុងតំបន់ក្រហមជាប់នឹងព្រំដែន